បាទសូមជម្រាបសួរបងប្អូនប្រជាពលរដ្ឋក៏ដូចជាសិស្សនិស្សិតទាំងអស់ខ្ញុំបាទឈ្មោះខុតប៊ុនថុលជានាយករងមជ្ឈមណ្ឌលអភិវឌ្ឍជនបទកម្ពុជាកូរ៉េហើយថ្ងៃនេះខ្ញុំមានបទបង្ហាញមួយស្ដីអំពីគោលនយោបាយជាតិស្ដីពីអភិវឌ្ឍជនបទឆ្នាំ2025-2035ហើយនៅក្នុងមាតិកានៃមេរៀននេះគឺយើងមាន5ទី1សេចក្តីផ្ដើមនឹងការអភិវឌ្ឍជនបទហើយទី2គឺចក្ខុវិស័យគោលបំណងគោលដៅហើយទី3គឺផែនការសកម្មភាពទី4គឺការតាមដាននិងវាយតម្លៃហើយទី5ជាចំណុចចុងក្រោយគឺសន្និដ្ឋាននៅក្នុងសេចក្តីផ្ដើមបើយើងគិតមើលតាំងពីឆ្នាំ1970ដល់ឆ្នាំ1979យើងឃើញថាយើងមានរដ្ឋប្រហារយើងមានសង្គ្រាមការបាត់បង់សិទ្ធិសេរីភាពគ្មានទីផ្សារគ្មានសាលារៀនគ្មានមន្ទីរពេទ្យវត្តអារាមសាសនានិងការហូបចុកមិនគ្រប់គ្រាន់ការសម្លាប់ការកាប់សម្លាប់រង្គាលជាង3លាននាក់យ៉ាងអយុត្តិធម៌ហើយបើយើងមកមើលឆ្នាំ1979មកដល់ឆ្នាំ1993យើងបានដាក់ចេញនៅការទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពតហើយចំណុចទី2គឺការដោះស្រាយភាពអត់ឃ្លាននិងកាត់បន្ថយនូវភាពក្រីក្រហើយទី3គឺស្វែងរកនៅការបង្រួមជាតិកសាងសន្តិភាពនិងអភិវឌ្ឍនៅហើយចំណុចទី4គឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1991ហើយមកដល់ឆ្នាំ1993ទើបយើងមានការរៀបចំការបោះឆ្នោតជាតិលើកទី1មុននឹងយើងចូលដល់ចំណុចចាប់ដើមដែលជាយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ក៏យើងបានដាក់ចេញនៅគោលនយោបាយស្ដីអំពីការយុទ្ធសាស្ត្រត្រីកោណបន្ទាប់ពីយើងមានយុទ្ធសាស្ត្រត្រីកោណក៏យើងបានដាក់ចេញនៅយុទ្ធសាស្ត្រចតុកោណដែលមានដំណាក់កាលទី1ដំណាក់កាលទី2ដំណាក់កាលទី3និងដំណាក់កាលទី4ហើយនៅក្នុងនីតិកាលទី7នៃរដ្ឋសភាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនៅយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី1ដែលមានបាវចនាកំណើនការងារសមធម៌ប្រសិទ្ធភាពនិងចីរភាពហើយមានអត្ថប្រយោជន៍គន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាក្នុងគោលបំណងមាន5ដែលគោលបំណងទី1គឺការធានាកំណើនសេដ្ឋកិច្ចទី2បង្កើតការងារឲ្យបានកាន់តែច្រើនទី3សម្រេចឲ្យបាននៅគោលដៅកាត់បន្ថយនៃភាពក្រីក្រឲ្យស្ថិតនៅក្រោម 10% ទី4បន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងគុណភាពស្ថាប័នហើយទី5គឺធានាឲ្យបាននៅចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមដើម្បីកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ2050ក្នុងនោះផងដែរក្រសួងអភិវឌ្ឍជនបទដែលជាសេនាធិការហើយគោលនយោបាយជាតិស្ដីពីអភិវឌ្ឍជនបទឆ្នាំ2025ឆ្នាំ2035ដើម្បីជាត្រីវិស័យតម្រង់ទិសនៅលើកិច្ចការអភិវឌ្ឍជនបទកម្ពុជាឲ្យឆ្លើយតបទៅនឹងតម្រូវការអត្ថប្រយោជន៍របស់ប្រជាជនដែលរស់នៅក្នុងភូមិសាស្ត្រផ្សេងគ្នាដែលយើងមានតំបន់កណ្ដាលតំបន់ជុំវិញបឹងទន្លេសាបតំបន់ឆ្នេរសមុទ្រតំបន់ខ្ពង់រាបនិងតំបន់ភ្នំផងដែរយើងមើលមកសេចក្តីផ្ដើមបន្ទាប់ស្ដីអំពីការអភិវឌ្ឍជនបទវិញបើយើងគិតមើលនៅក្នុងជាង45ឆ្នាំចាប់តាំងពីឆ្នាំ1979មកដល់ពេលបច្ចុប្បន្នជាពិសេស27ឆ្នាំចុងក្រោយនៃសន្តិភាពពេញលេញកម្ពុជាបានអភិវឌ្ឍគ្រប់វិស័យដែលធ្វើឲ្យអត្រានៃភាពក្រីក្រថយចុះហើយដែលយើងគិតមើលចាប់តាំងពីឆ្នាំ2008មកដល់បន្តបន្ទាប់នេះយើងឃើញថាកំណើនដែលយើងកើនឡើងនៅឆ្នាំ2021នៃអត្រាភាពក្រីក្របានកើនឡើងវិញដោយសារតែមានកូវីដចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាហើយយើងមើលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តគមនាគមន៍ជនបទ
យើងមើលផ្លូវទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាយើងមាន50,260 គីឡូម៉ែត្រហើយក្នុងនោះយើងបានអភិវឌ្ឍឲ្យទៅជាផ្លូវកៅស៊ូ2ជាន់ DBST មានចំនួន 6,723 គីឡូម៉ែត្រហើយផ្លូវបេតុងយើងមាន 3.5% ដែលយើងអនុវត្តកន្លងមកស្ថាបនាបានគឺមានស្មើនឹង 1,804 គីឡូម៉ែត្រក្នុងនោះលបាយគ្រោះនិងផ្លូវដីសមានរហូតដល់ 83.5% ស្មើនឹង 41,733 គីឡូម៉ែត្រយើងមើលមកការលើកកម្ពស់លក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទយើងនិយាយពីវិស័យផ្គត់ផ្គង់ទឹកស្អាតជនបទយើងមានដងរហូតដល់ទៅ 638,182 សហគមន៍យើងមានដល់ទៅ 1,061 ស្រះអាងទឹកភ្លៀងមានរហូតដល់ទៅ 58,614 ប្រព័ន្ធចែកចាយទឹកបណ្ដាញបំពង់ខ្នាតតូចសហគមន៍មានចំនួន 429 ហើយពាងយក្សយើងមានរហូតដល់ 269,384 ផ្គត់ផ្គង់ធុងចម្រោះទឹកមានរហូតដល់ទៅ 26,064 ស្ថានីយ៍ទឹកយើងមានរហូតដល់ 220 ប្រព័ន្ធស្រោចស្រពខ្នាតតូចចំនួន 6 ខ្សែនិងប្រព័ន្ធបន្លាយមានចំនួនរហូតដល់ទៅ 10 ខ្សែហើយការបណ្ដុះបណ្ដាលបច្ចេកទេសដាំដំណាំនិងការជួសជុលអណ្ដូងក៏ដូចជាការអប់រំនិងប្រើប្រាស់ទឹកស្អាតផងដែរយើងមើលមកអត្រាគ្របដណ្ដប់អនាម័យតាមស្រុកហើយយើងមានអនាម័យជនបទហើយក្នុងនោះយើងមានបង្គន់គ្រួសារបង្គន់សាធារណៈបង្គន់នៅតាមតំបន់លិចទឹកបណ្ដុះបណ្ដាលនិងការផ្សព្វផ្សាយគោលនយោបាយស្ដីពីការណែនាំដល់ថ្នាក់ដឹកនាំនិងថ្នាក់មូលដ្ឋានផងដែរហើយយើងមើលអំពីការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទវិញក្នុងនោះផងដែរទឹកស្អាតមានសុវត្ថិភាពមានរហូតដល់ទៅ 21% ហើយទឹកស្អាតនៅមូលដ្ឋានយើងមានរហូតដល់ទៅ 89% ហើយអនាម័យសុវត្ថិភាពយើងមាន 51% និងអនាម័យមូលដ្ឋានយើងមានរហូតដល់ទៅ 94% ក្នុងនោះផងដែរយើងទទួលបាននៅគេហៅថាការបន្ទោបង់ពីវាពាសកាលដែលបញ្ឈប់នៅការបន្ទោបង់ពីវាពាសកាលដែលទទួលបានជ័យលាភី25 លើ 25 រាជធានីខេត្តហើយក្នុងនោះផងដែរយើងមាន ODS Plus ដែលមានរាជធានីភ្នំពេញនិងខេត្តកណ្ដាលដែលទទួលបានជ័យលាភីបាទយើងមើលមកការធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារនិងអភិវឌ្ឍជនបទវិញការងារអភិវឌ្ឍសហគមន៍ជនបទយើងទទួលស្គាល់នៅភូមិគំរូយើងទទួលបានជ័យលាភីនៅភូមិគំរូចំនួន30ភូមិកំពុងបន្តអនុវត្តគម្រោងភូមិគំរូ34ភូមិបន្តបង្កើតនិងបណ្ដុះបណ្ដាល Co-op បានចំនួន 8,697 ភូមិក្នុងនោះស្មើនឹង 58.1% ផងដែរហើយបានអភិវឌ្ឍសហគមន៍ចម្រុះចំនួន 101 សហគមន៍ភូមិហើយអប់រំអក្ខរកម្មមានចំនួន 2,567 នាក់បណ្ដុះបណ្ដាលការត្រៀមបង្ការនិងការកាត់បន្ថយហានិភ័យចំនួន 2,600 នាក់បើយើងកលេចមកមើលការបណ្ដុះបណ្ដាលជំនាញអាជីពមូលដ្ឋានវិញហើយយើងមានរហូតទៅដល់ការបណ្ដុះបណ្ដាលមូលដ្ឋានមានចំនួនទៅដល់ 2,454 វគ្គស្មើនឹង 44,769 នាក់ហើយក្នុងនោះមានវគ្គខ្លីចំនួន 27,172 នាក់ប្រវគ្គវែងវិញមាន 17,596 នាក់ហើយមានវគ្គជួសជុលអណ្ដូងជួសជុលម៉ូតូជួសជុលគ្រឿងកសិកម្មអ៊ុតសក់ផាត់មុខនិងមុខរបរដាំដំណាំការចិញ្ចឹមត្រីចិញ្ចឹមមាន់ចិញ្ចឹមទ្រូងនិងការបណ្ដុះបណ្ដាលដាំបណ្ដុះកូនឈើជួសជុលអណ្ដូងស្នប់ផលិត
ឡជីវៈអូស្មန်ឬក៏តម្បាញកម្មាហូលអីផ្សេងៗជាដើមហើយយើងបន្តមកមើលនៅការជំរុញសកម្មភាពសេដ្ឋកិច្ចគ្រួសារហើយកម្មវិធីអនុទានជនបទដែលមានទ្រព្យសកម្មមានសរុបទៅដល់2326លានរៀលហើយមានអ្នកខ្ចីសរុបមានចំនួន418នាក់ក្នុងនោះមានស្ត្រីមានចំនួន287នាក់ភូមិគោលដៅចំនួន76ភូមិ41ឃុំ21ស្រុកហើយដែលយើងអនុវត្តទៅលើខេត្តចំនួន9ហើយក្នុងនោះដែរក៏យើងបានសាងសង់ផ្សារសហគមន៍ជនបទបានចំនួន6ផ្សារហើយយើងបានធ្វើពិព័រណ៍ផលិតផលជនបទភូមិខ្ញុំផលិតផលខ្ញុំបានចំនួន6លើកហើយបង្កើតសកម្មភាពកសិកម្មផលិតកម្មសាប៊ូលាងចានបានចំនួន63កន្លែងបដោះបដាលនឹងសិក្ខាសាលាលើកកម្ពស់សមត្ថភាពផងដែរនៅការងារអភិវឌ្ឍនិងអភិរក្សជនជាតិដើមភាគតិចយើងមានបានទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចបានចំនួន203សហគមន៍ហើយរៀបចំឲ្យមានបទបញ្ជាផ្ទៃក្នុងចំនួន101សហគមន៍ហើយរៀបចំវេទិកាជាតិចំនួន20លើកផ្សព្វផ្សាយគោលនយោបាយជាតិអភិវឌ្ឍជនជាតិដើមភាគតិចចំនួន36លើកនិងការពង្រឹងអំពីទួនាទីនិងរចនាសម្ព័ន្ធគណៈកម្មការចំនួន28លើកផងដែរយើងមើលបន្តមកដល់ចំណុចខការពង្រឹងស្ថាប័ននិងការអនុវត្តកម្មវិធីកំណែទម្រង់ហើយពង្រឹងសមត្ថភាពមន្ត្រីរាជការនិងស្ថាប័នបានបដិបដាលមន្ត្រីរាជការបានចំនួន64,114នាក់ក្នុងនោះគឺបដិបដាលនៅខាងក្នុងប្រទេសបាន62,450នាក់និងខាងក្រៅប្រទេសបានចំនួន1,112នាក់ហើយអនុវត្តការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងការកែតម្រង់រដ្ឋបាលសាធារណៈកែលម្អនិងការពង្រឹងការរៀបចំការអនុវត្តថវិកាការគ្រប់គ្រងស្ថាប័ននិងមន្ត្រីរាជការនិងការត្រួតពិនិត្យនិងវិយតម្លៃក្នុងនោះផងដែរក៏យើងបានអនុវត្តនៅការកែតម្រង់វិមជ្ឈការនិងវិសមជ្ឈការបានផ្ទេរមុខងារ3ដែលធ្វើនៅលើខេត្តកំពង់ឆ្នាំងកំពង់ស្ពឺត្បូងឃ្មុំនិងខេត្តកំពតដែលមុខងារទី1នោះគឺមុខងារផ្ដល់សេវាអនាម័យជនបទ ODS កសាងសង់ជួសជុលថែទាំបង្គន់អនាម័យសាធារណៈចំនួន15ស្រុកហើយមុខងារថែទាំនិងការជួសជុលសំណង់ផ្គត់ផ្គង់ទឹកស្អាតជនបទគ្រប់ប្រភេទបានចំនួន11ស្រុកហើយមុខងារទី3ថែទាំជួសជុលលក្ខណៈប្រចាំផ្លូវតភ្ជាប់ពីភូមិទៅភូមិនិងផ្លូវក្នុងកម្រិតភូមិគ្រប់ប្រភេទលើកលែងតែផ្លូវក្រាលកៅស៊ូនិងផ្លូវបេតុងចំនួន7ស្រុកហើយបើយើងមកមើលគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទនេះយើងមានចក្ខុវិស័យគឺការកសាងសង្គមជនបទកម្ពុជាឲ្យមានវិបុលភាពហើយប្រកបទៅដោយបរិយាបន្ននិងសមធម៌និងចីរភាពក្នុងនេះយើងបានដាក់ចេញនូវគោលបំណងគឺប្រជាជនរស់នៅជនបទមានជីវភាពរស់នៅសមស្របប្រកបដោយភាពធន់មានសុខភាពមាំមួនរស់នៅក្នុងបរិស្ថានល្អប្រកបដោយចីរភាពនិងមានសេចក្តីថ្លៃថ្នូរហើយក្នុងនោះផងដែរក៏យើងមានគោលដៅចំនួន4គឺគោលដៅទី1គឺតំបន់ជនបទហេដ្ឋារចនាសម្ព័ន្ធបតិកលាគ្នាហើយគោលដៅទី2គឺប្រជាជននៅក្នុងតំបន់ជនបទមានសុខភាពល្អនិងអាយុវែងសង្ឃឹមរស់វែងផងដែរហើយគោលដៅទី3គឺប្រជាជនរស់នៅក្នុងភូមិឋានដែលមានភាពក្សេមក្សាន្តនិងមានបរិស្ថានល្អហើយគោលដៅទី5គឺយើងប្រជាជនរស់នៅតំបន់ជនបទមានកំណើនប្រាក់ចំណូលប្រកបដោយចីរភាពក្នុងនោះផងដែរក៏យើងមានយុទ្ធសាស្ត្រចំនួន
ចំនួន5ដែលយុទ្ធសាស្ត្រទី1គឺអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធសហគមន៍ជនបទប្រកបដោយភាពធន់ហើយយុទ្ធសាស្ត្រទី2គឺការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទកម្រិតមូលដ្ឋាននិងសុវត្ថិភាពដោយមានភាពធន់នឹងបរិយាបន្នហើយយុទ្ធសាស្ត្រទី2គឺអភិវឌ្ឍសហគមន៍ជនបទជាពិសេសជំរុញឲ្យសហគមន៍ជនបទមានការអភិវឌ្ឍនិងប្រកបដោយភាពធន់ហើយនឹងមានចីរភាពកាត់បន្ថយហើយភាពក្រីក្រឆ្លើយតបទៅនឹងចលនាភូមិមួយប្រកបដោយភាពធន់និងបរិយាបន្នហើយយុទ្ធសាស្ត្រទី4គឺការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាពតាមរយៈពិពិធកម្មមុខរបរនិងនវានុវត្តន៍និងការងារជនបទហើយយុទ្ធសាស្ត្រទី5គឺការលើកកម្ពស់អភិបាលកិច្ច Digital កម្មនិងការធ្វើកិច្ចសហប្រតិបត្តិការហើយក្នុងនោះផងដែលយើងចូលដល់មាតិកាទី3គឺនិយាយអំពីផែនការសកម្មភាពដែលផែនការសកម្មភាពយើងមានសកម្មភាពទី1គឺយន្តការអនុវត្តសកម្មភាពទី2គឺការបង្កើតក្របខ័ណ្ឌគតិយុត្តហើយផែនការសកម្មភាពទី3គឺការគាំទ្រហិរញ្ញវត្ថុផែនការសកម្មភាពទី4គឺការបណ្ដុះបណ្ដាលធនធានមនុស្សហើយផែនការទី5គឺដំណើរការអនុវត្តយើងមើលនៅក្នុងនោះផងដែរវិស័យអភិវឌ្ឍជនបទយើងមានកម្មវិធីអភិវឌ្ឍជនបទអត្ថភាពទាំងអស់មានចំនួន5ដែលកម្មវិធីទី1គឺយើងផ្ដោតទៅលើការអភិវឌ្ឍនិងថែទាំហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទប្រកបដោយភាពធន់ហើយកម្មវិធីទី2គឺការផ្គត់ផ្គង់ទឹកស្អាតនិងលើកកម្ពស់អនាម័យជនបទទាំងកម្រិតមូលដ្ឋាននិងកម្រិតសុវត្ថិភាពប្រកបទៅដោយភាពធន់និងបរិយាបន្នហើយនៅក្នុងកម្មវិធីទី3គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទជាពិសេសជំរុញការអភិវឌ្ឍចម្រុះនិងបន្តអនុវត្តចលនាភូមិមួយផលិតផលមួយនិងចលនាភូមិគំរូប្រកបទៅដោយភាពធន់និងបរិយាបន្នហើយក្នុងនោះផងដែរក៏ចូលដល់កម្មវិធីទី4គឺការបង្កើនប្រាក់ចំណូលគ្រួសារនៅក្នុងជនបទប្រកបទៅដោយចីរភាពដោយធ្វើពិពិធកម្មសេដ្ឋកិច្ចគ្រួសារមុខរបរនិងនវានុវត្តន៍ការងារកម្មវិធីទី5យើងផ្ដោតទៅលើការលើកកម្ពស់អភិបាលកិច្ច Digital និងកិច្ចសហប្រតិបត្តិការហើយយើងឈានចូលមកដល់មាតិកាទី4ការអនុវត្តការងារគោលនយោបាយនេះផងដែរក៏យើងមិនភ្លេចអំពីការតាមដាននិងការវាយតម្លៃនៅក្នុងការតាមដាននិងការវាយតម្លៃគឺយើងយកគោលដៅ2ដែលការតាមដានការត្រួតពិនិត្យដោយប្រមូលបានពីធាតុចូលដំណើរការប្រតិបត្តិការលទ្ធផលក្នុងឆ្នាំឬក៏គេហៅថាសមិទ្ធកម្មហើយបន្ទាប់មកបានយើងធ្វើការវាយតម្លៃដោយទាញបាននៅកម្មវិបាកជារៀងរាល់5ឆ្នាំមានន័យថាពាក់កណ្ដាលអាណត្តិឆ្នាំ2030និងចុងក្រោយគឺឆ្នាំ2035យើងទាញបានកម្មវិបាកចំណុចចុងក្រោយដែលជាការសន្និដ្ឋានក្នុងគោលនយោបាយជាតិអភិវឌ្ឍជនបទឆ្នាំ2025ឆ្នាំ2035នេះមានខ្លឹមសារលម្អិតគ្រប់ជ្រុងជ្រោយដោយបានកំណត់នៅចក្ខុវិស័យគោលបំណងគោលដៅយុទ្ធសាស្ត្រនិងផែនការសកម្មភាពដោយផ្អែកទៅលើគោលការណ៍បទពិសោធន៍និងការវិភាគស្ថានភាពជនបទនិងបានបង្ហាញយ៉ាងជាក់លាក់នៅទិន្នន័យបញ្ហាការប្រឈមកាលានុវត្តភាពនៃតំបន់ជនបទកម្ពុជាក្នុងនោះគោលនយោបាយជាតិនេះផងដែរគឺជាផែនទីបង្ហាញផ្លូវក្នុងការអភិវឌ្ឍតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាពបរិយាបន្ននិងចីរភាពដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដោយខិតខំគៀកធនធានទាំងជំនួយបច្ចេកទេសនិងហិរញ្ញវត្ថុព្រមទាំងគៀកការចូលរួមពីដៃគូអភិវឌ្ឍអង្គការមិនមែនរដ្ឋាភិបាល
សហគមន៍ជនបទមូលដ្ឋាននិងសប្បុរសជននានាស្របតាមអភិក្រមជាវភាពប្រព័ន្ធទូអង្គតែមួយដែលរួមគ្នាកសាងនៅសហធម្មពលក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិដែលនឹងធ្វើឲ្យមានការកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាជនកម្ពុជាស្របតាមយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្ពោះទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ហើយជាចុងបញ្ចប់នេះផងដែរខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនសិស្សានុសិស្សក៏ដូចជាប្រជាពលរដ្ឋនិងអង្គការដៃគូក៏ដូចជាក្រសួងពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់ស្ដាប់នៅការធ្វើបទបង្ហាញរបស់យើងខ្ញុំនាឱកាសនេះសូមគោរពអរគុណសូមជម្រាបលា